ឆ្នាំរោងឆ្នាំរកាថ្ងៃសៅរ៍ទី2ឧសភានេះណារាសីពុកម៉ែបងប្អូនអបអង្គួរជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាដែលកើតឆ្នាំរោងឆ្នាំរកាថ្ងៃសៅរ៍ទី2ឧសភានេះរាសីពុកម៉ែបងប្អូនមានលក្ខណៈល្អអង្គួរក្នុងថ្ងៃនេះដែរទំនេរទៅថាពុកម៉ែបងប្អូននឹងអាចណារលំជញ្ជាំងឧបសគ្គមួយចំនួនធំបានយ៉ាងងាយពិតណាស់ថាវាអាចនឹងហត់នឿយទម្រាំជោគជ័យប៉ុន្តែដោយសារការតស៊ូនោះលទ្ធផលនឹងទទួលបានជាទីគប់ចិត្តជាមិនខានចំពោះរមងគ្រួសារស្នេហាគឺមានតែការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមកដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំរោងឆ្នាំរការាសីល្អបង្គួររាសីថ្ងៃនេះពុកម៉ែបងប្អូននឹងសម្រេចកិច្ចការងារធំដែលធ្លាប់រៀងស្ទះនឹងទទួលបានលាភជ័យដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំរោងឆ្នាំរកាជួយ like ជួយ share ជួយ comment និងជួយ subscribe ផងណា